ពេលដែលគាត់មានកូនពីរនាក់កូនមួយគេទៅឆ្ងាយកូនមួយនៅចិត្តហើយកូនមួយទៀតដែលទៅឆ្ងាយគេបានគូស្វាមីភរិយាហ្នឹងគេមានលុយមានកាក់មួយខែគេផ្ញើឲ្យ100ជុំបិណ្ឌ2 300តែកូននៅជាមួយនឹងកូនគ្នាវាអត់ដល់អញ្ចឹងទៅមានអីក្រៅពីបាយទឹកនំចំណីបោកខោអាវរែកទឹកបំរើសពគ្រប់ប្រការទាំងអស់ពេលឈឺយកប្រលប់ច្បាច់ដៃច្បាច់ជើងយកទៅពេទ្យតែមានម៉ែឪខ្លះស្រឡាញ់កូនលំអៀងបែបនឹងមែននិយាយថាអាកូននៅចិត្តជេរបចោរាល់ថ្ងៃហែងកើតទេថ្ងៃកើតទេបើព្រៀបជាមួយនឹងអាណោយណោពេលឈឺយប់ឡើងឈាមយប់លប់អីទៅរស់អាណោះទៅមិនរស់អាចិត្តធ្វើអីតោះណាញោមស្ដាប់តន់អត់ម៉ែកុំធ្វើបាបចិត្តកូនថ្មដាស់តឿនពេលខ្លះគ្នាអត់មែនប៉ុន្តែគ្នាមានចិត្តហើយយើងគិតមើលកូនខ្លាំងគាត់ឲ្យទៅលុយមួយខែ100 200មកហើយប៉ុន្តែអត់បានមកច្បាច់ដៃច្បាច់ជើងឲ្យយើងជាពុកម្ដាយនឹងទេណាតែកូននៅចិត្តនេះនិយាយពីជេរបចោថ្ងៃតែអញ្ចឹងស្មាតនេះភាសាអ្នកស្រុកពួកអាត្មាលឺនឹងតិចនឹងទៅហ្មងកូននៅចិត្តធ្វើអីកុំត្រូវធ្វើអីមិនត្រូវប៉ុន្តែបានអាកូននៅចិត្តនឹងតើអ្នកម្ដាយលោកឪពុកត្រូវយល់ពីកន្លែងទៅនឹងពេលដែលយើងមានអាសន្នអន់ក្រមានតកូននៅចិត្តនឹងឯងណាបងណាពេលខ្លះបើខុសត្រូវអីឆ្កងដូចអាជាស្រ័យខ្លះទៅអនុគ្រោះខ្លះទៅពួកគ្នាវាមិនល្អគ្រប់10ទាំងអស់ទេអញ្ចឹងមែនអត់ឆ្លើយកណ្ដាបខំទេដឹងហ៎សេចក្តីស្លាប់ហ្នឹងបើទោះបីជាក្មេងក្តីចាស់ក្តីហ្នឹងរឿងសេចក្តីស្លាប់ហ្នឹងគឺថាវាមានចំពោះគ្រប់គ្នាហើយសេចក្តីស្លាប់នោះទៀតសោតវាមិនមែនមានចំពោះតែញោមបាសក់ស្វាយទឹកហ្នឹងទេហើយទៅសំបីតែអាត្មាផ្ទាល់ដែលកំពុងតែអង្គុយលើធម្មយាសនៈនេះក៏ជាបេក្ខជនមួយត្រូវស្លាប់គ្រប់គ្នាពីព្រោះយើងគ្រប់គ្នាហ្នឹងកើតមកត្រូវតែស្លាប់គាត់ថាអ្នកខ្លះក៏ស្លាប់លឿនអញ្ចឹងទៅអ្នកខ្លះក៏មិនទាន់ងាយនឹងស្លាប់ពីព្រោះដំណើរជីវិតរបស់យើងរឿងអាយុវែងឬអាយុខ្លីអីទាំងអស់នេះវាអាស្រ័យទៅដោយការសន្សំហេតុពីខាងដើមមកថាជាអ្នកដែលវាចាកបាណាតិបាតជាអ្នកវាចាកការសម្លាប់សត្វដទៃអីចឹងទៅអានិសង្ឃនៃការវាចាកនៃការសម្លាប់សត្វនឹងឯងគឺទទួលបានឲ្យបុគ្គលនឹងទទួលបាននៅអាយុវែងហើយសត្វលោកខ្លះទៀតដែលមានអាយុខ្លីហ្នឹងក៏អាស្រ័យទៅដោយបុគ្គលធ្លាប់សាងហេតុក្នុងកាលមុនជាអ្នកបៀតបៀនសត្វដទៃចឹងទៅអញ្ចឹងអាផលនៃកម្មទាំងអស់ហ្នឹងឯងវាមានចំពោះបុគ្គលនោះហ្នឹងហើយបាននៅក្នុងសទ្ធាលោកសម្ដែងអំពីកម្មសកតាសទ្ធាហ្នឹងហើយសត្វលោកហ្នឹងគឺមានកម្មនឹងឯងមកជារបស់ខ្លួនសាងហេតុយ៉ាងណាគឺទទួលបាននៅផលយ៉ាងនោះដោយឥតលក្ខខណ្ឌកន្លែងត្រង់នេះឯងបានអាត្មាចេះតែលើកឡើងថាក្នុងពុទ្ធសាសនាហ្នឹងសំដែងពីរឿងកម្មផលឲ្យយើងបានដឹងហើយក៏សូមបញ្ជាក់តទៅទៀតថាពុទ្ធសាសនានេះណាអត់ដែលបង្រៀនមនុស្សឲ្យរកវិធីសាស្ត្រតអាយុហើយមកកែប្រែវិបាករបស់កម្មនឹងបានទេពីព្រោះជីវិតរបស់យើងនឹងអត់អាចមានវិធីសាស្ត្រត្រូវតម្លើងអាយុឲ្យច្រើនអីទៅទេណាសប្តាហ៍ថ្ងៃណាទៅតាមតែជំនឿអីផ្សេងអញ្ចឹងទៅយើងចេះតែជឿថាបើសិនបើជាមានពិធីបែបនេះពិធីបែបនោះអីចឹងទៅអាយុនឹងវែងអីជាដើមចឹងទៅប៉ុន្តែដល់តែដំណើរនៃច្បាប់ធម្មជាតិនេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងហើយថាដំណើរជីវិតរបស់សត្វលោកនឹងគឺប្រព្រឹត្តទៅតាមកម្ម